ប្រទេសកូរ៉េខាងជើងកំពុងសង្ងំសាងសង់អគារយោធាចំនួន21ទីតាំងដែលគេសង្ស័យថាជាកន្លែងរក្សាទុកនិងថែទាំប្រព័ន្ធបាញ់រ៉ុកែតទំនើបនិងឡានបាញ់មីស៊ីលចល័តនៅក្បែរតំបន់គ្មានយោធានេះបើយោងតាមរបាយការណ៍ផ្អែកលើរូបភាពរណបពាណិជ្ជកម្មវិទ្យុអាស៊ីសេរីហៅកាត់ RFA ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានចេញផ្សាយឲ្យដឹងនៅថ្ងៃទី17ខែកក្កដាថារូបភាពផ្កាយរណបដែលថតបាននេះគឺនៅចន្លោះឆ្នាំ2023ដល់ឆ្នាំ2025បើតាមសារព័ត៌មានឈូសុនទីតាំងទាំងនេះស្ថិតនៅភាគខាងត្បូងនៃទីក្រុងខេសុងនិងភាគខាងជើងនៃទន្លេហានដែលមានចម្ងាយប្រហែល50គីឡូម៉ែត្រប៉ុណ្ណោះពីរដ្ឋធានីសេអ៊ូលដែលជាបេះដូងសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងអគារនីមួយៗមានប្រវែងប្រហែល52ម៉ែត្រមានពីរដានខ្ពស់និងមានផ្លូវចេញចូលសងខាងដែលបង្កលក្ខណៈងាយស្រួលដល់ឡានយោធាធន់ធ្ងន់ចល័តចេញចូលបានលឿនការសាងសង់អគារយោធានេះធ្វើឡើងស្របពេលដែលមេដឹកនាំកម្ពុជាកូរ៉េខាងជើងលោកគីមចុងអ៊ុនបញ្ជាឲ្យពង្រឹងតំបន់ព្រំដែនភាគខាងត្បូងឲ្យទៅជាបន្ទាយការពារដ៏រឹងមាំហើយបន្ទាប់ពីលោកគីមបានចុះត្រួតពិនិត្យផ្ទាល់ការសាក់លបងកាំភ្លើងធំនិងមីស៊ីលចំនួន3ប្រភេទក្នុងនោះរួមមានកាំភ្លើងធំបាញ់រ៉ុកែតនាំផ្លូវទំហំ240មីលីម៉ែត្រកាំភ្លើងធំបាញ់មីស៊ីលផ្លោងបាល់លីស្ទិកនិងមីស៊ីលនាំផ្លូវយុទ្ធសាស្ត្រក្នុងគោលបំណងដាក់ពង្រាយនៅជិតខ្សែត្រៀមជួរមុខគូបញ្ជាក់ផងដែរថាអំឡុងសមាជបកលើកទី9កាលពីខែកុម្ភៈលោកគីមបានប្រកាសពីផែនការរយៈពេល5ឆ្នាំដើម្បីពង្រឹងសមត្ថភាពការពារជាតិរួមទាំងការដាក់ពង្រាយកាំភ្លើងធំបាញ់រ៉ុកែតទំហំ600មីលីម៉ែត្រដែលមានសមត្ថភាពពំក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រនិងកាំភ្លើងធំបាញ់រ៉ុកែតទំហំ240មីលីម៉ែត្រថ្មីផងដែរ